តួលេខអ្នកស្លាប់ក្នុងគោលរំជួយដីនៅមីយ៉ាន់ម៉ាកើនដល់ 3,354 នាក់តាមការរាយការណ៍នៅថ្ងៃសៅរ៍ទី 5 មេសាចំនួនអ្នកស្លាប់ក្នុងគោលរំជួយដីដ៏ធ្ងន់ធ្ងរនៅប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់ 3,354 នាក់មានអ្នករងរបួសចំនួន 4,850 នាក់និងជនបាត់ខ្លួនប្រមាណ 220 នាក់ទៀតមេដឹកនាំរបបយោធាលោកមីនអ៊ុនលៀងបានត្រឡប់មកកាន់រាជធានីវិញបន្ទាប់ពីធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់នៅទីក្រុងបាងកកនៅទីនោះលោកបានជួបពិភាក្សាជាមួយមេដឹកនាំប្រទេសថៃនេប៉ាល់ប៊ូតង់ស្រីលង្កានិងឥណ្ឌាតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋមីយ៉ាន់ម៉ាលោកមីនអ៊ុនលៀងបានបញ្ជាក់ជាថ្មីអំពីផែនការរៀបចំការបោះឆ្នោតសកលនៅខែធ្នូខាងមុខក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោកនេរិនត្រាបូឌីបានអំពាវនាវឲ្យមានបទជប់បញ្ហាចន្ទ្រៃនៅក្នុងសង្គ្រាមស៊ីវិលនិងទាមទារឲ្យមានការបោះឆ្នោតត្រូវធ្វើឡើងដោយប្រកបដោយការទុកចិត្តបានទោះយ៉ាងណាក្រុមអ្នករិះគន់បានចាត់ទុកផែនការបោះឆ្នោតរបស់របបយោធាថាជារឿងដែលគួរឲ្យអាម៉ាស់